គេមានកំណាព្យមួយថាម៉េចទេបេះដូងអ្នកប្រាជ្ញចិញ្ចាចចាំងផែនដីរស់អត់ចង់បានអ្វីសាងលោកីដោយក្តីមេត្តាប៉ុន្តែពេលខ្លៅមើលទៅលោកក៏ឃើញដូចជាបន្លាវាខំកាត់ឆ្កាទុកឲ្យលោកកាងងឹតសូនឈឹងពិភពលោកដែលរស់នៅខ្វះអ្នកប្រាជ្ញបំភ្លឺបងប្អូនល្ងឹតខ្លាំងណាស់ល្ងឹតឈឹងរស់នៅងាប់ទៅវិញរស់នៅងាប់ទៅវិញអត់មានតម្លៃសម្រាប់ជីវិតអីទាំងអស់សរុបចុងក្រោយមកបងប្អូនពិចារណាមើលដែលខ្ញុំនិយាយថាមានតែជីវិតដែលប្រើក្នុងន័យប្រឈមគ្រប់ឧបសគ្គទាំងអស់គ្រប់ការលំបាកទាំងអស់ដើម្បីបម្រើមនោសញ្ចេតនារបស់ខ្លួននិងដើម្បីបម្រើឧត្តមកតេរកភាពត្រឹមត្រូវឲ្យមនុស្សរកភាពស្អាតស្អំឲ្យមនុស្សរកយុត្តិធម៌ឲ្យមនុស្សទេដែលជីវិតមានឱកាសក្រេបរសជាតិជីវិតពេញទំហឹងដោយផ្កាឈូករត់អញ្ចឹងតាំងពីព្រឹករហូតដល់ល្ងាចជារុក្ខជាតិមួយយ៉ាងដែលមានឱកាសក្រេបរសជាតិព្រះអាទិត្យពេញទំហឹងមានតែជីវិតដែលយកមកប្រឈមជាមួយនឹងសេចក្តីលំបាកគ្រប់បែបយ៉ាងដើម្បីបម្រើមនោសញ្ចេតនារបស់ខ្លួននិងដើម្បីបម្រើឧត្តមគតិរបស់ខ្លួនទេដែលជីវិតមានឱកាសក្រេបរសជាតិជីវិតយ៉ាងពេញទំហឹងប៉ុន្តែបងប្អូនឆ្លោះបញ្ចាំងមនុស្សខ្មែរមើលបើមនុស្សស្រីខ្មែរស្រេចយ៉ងបណ្ដោយកើតមកណាបងប្អូនស្រីល្អផងមានសេចក្តីប្រាជ្ញាចិត្តខ្ពស់ផងគឺថាអញនឹងធ្វើជាប្រពន្ធធ្វើជាម៉ែក្នុងគ្រួសារនឹងឲ្យល្អប៉ុណ្ណឹងស្រីខ្មែរតែប៉ុណ្ណឹងឯងសេចក្តីប្រាជ្ញាចិត្តនឹងវាទូចអត់មានចង់បម្រើមនុស្សក្នុងចំនួនធំទេបើសិនណាជាយើងបដ ாய் ឲ្យជនជាតិយើងស្ថិតក្នុងសភាពបែបហ្នឹងបងប្អូនអើយមកជីវិតនៃជនជាតិរបស់យើងប្រហែលរស់នៅក្នុងក្តីសុំអាណិតអាសូរពីគេរហូតមិនអាចខ្លាយទៅជាមនុស្សដែលក្តាប់វាសនាខ្លួនឯងហើយចាក់ឥទ្ធិពលទៅដល់អ្នកដទៃទេអញ្ចឹងបានខ្ញុំចង់ដាក់សំណួរទៅកាន់បងប្អូនថាតើបងប្អូនកើតនៅលើផែនដីបងប្អូនមានបេសកកម្មអ្វីដែលបងប្អូនមកកើតលើផែនដីបងប្អូនពិចារណាមើលតើបងប្អូនកើតមកលើផែនដីដើម្បីអីគាត់តែដើម្បីកកេផែនដីរួចហើយងាប់ទៅវិញឬបងប្អូនគ្រាន់តែកើតមកដើម្បីបំពេញគូរបស់ធម្មជាតិគេជិះជាន់លុះត្រាតែមានមនុស្សឲ្យគេជិះជាន់បងប្អូនចង់ធ្វើធម្មជាតិគូឲ្យគេឬយ៉ាងម៉េចមានតែជីវិតដែលងើបឡើងប្រឈមបងប្អូនប្រឈមបើថាមានមកកន្លែងហ្នឹងហើយគ្រាប់កភ្លើងមកកន្លែងហ្នឹងហើយអត់ទៅណាទេប្រឈមហ្មងបាញ់គ្រាប់កភ្លើងមកប្រឈមចំមុខហ្មងតតាំងជីវិតដែលងើបឡើងតតាំងដើម្បីបម្រើមនោសញ្ចេតនាក្មេងច្រើនណាស់ដែលកើតនៅលើផែនដីរងអំពើអយុត្តិធម៌ពីអ្នកឯងងើបឡើងប្រឈមដើម្បីបម្រើមនោសញ្ចេតនាគឺសេចក្តីអាណិតស្រឡាញ់មេត្តានិងករុណាចំពោះក្មេងនិងចំពោះជនរួមឈាមដទៃទៀតដែលអត់មានសមត្ថភាពការពារខ្លួនឯងយើងងើបឡើងប្រឈមដើម្បីបម្រើមនោសញ្ចេតនារបស់យើងនិងដើម្បីបម្រើឧត្តមគតិគឺភាពស្អាតស្អំរបស់មនុស្សមានតែជីវិតដែលប្រឈមជាមួយនឹងសេចក្តីពិតជាមួយនឹងភាពលំបាកដើម្បីបម្រើមនោសញ្ចេតនានិងដើម្បីបម្រើឧត្តមគតិទេដែលជីវិតមានឱកាសក្នុងការក្រេបរសជាតិជីវិតពិតប្រាកដសប្បាយណាស់បងប្អូនដែលកណ្ដាប់ដៃរបស់យើងចេញទៅមានមនុស្សច្រើនណាស់បានទទួលនៅស្នាមញញឹមរស់នៅក្នុងសុខសន្តិភាពរស់នៅក្នុងសុវត្ថិភាពរស់នៅក្នុងសុភមង្គលប្រកបទៅដោយលោកសម្ភារៈប្រកបទៅដោយការជួបជុំសំណើចក្អាកក្អាយទោះបីយើងស្លាប់10ដងទៅទៀតតែបងប្អូនយើងញញឹមក្នុងការស្លាប់ពីព្រោះជីវិតរបស់យើងមានន័យមានខ្លឹមសារខ្លាំងណាស់យើងកសាងឲ្យពលរដ្ឋយើងមានភាគរយយ៉ាងច្រើន 10% ប៉ុណ្ណឹង 10% ដែលមានអត្តចរិតបែបហ្នឹងបងប្អូនណាសង្គមរបស់យើងទៅវូហ្មងអាមនុស្សអញ្ចឹងបងប្អូនមានតែមួយពីរក្នុងសង្គមអូសទៅហ្មងខ្លាំងណាស់អូសកប៉ាល់មួយទាំងមូលទៅរួចហ្មងដោយអីបងប្អូនដោយមនោសញ្ចេតនាអាណិតអាសូរចង់ជួយពិតប្រាកដនឹងគំនិតទស្សនៈដែលបានយល់ឃើញប្រកបបជាមនុស្សបែបហ្នឹងបងប្អូនកើតក្នុងសង្គមណាសង្គមនឹងរីកចម្រើនហ្មងអ្នកខ្លះមិនមែនរីកចម្រើនត្រឹមឋានៈប្រទេសទេបងប្អូនមនុស្សនឹងកើតលើផែនដីពេលណាផែនដីនឹងរីកចម្រើនតែហ្មងហើយប្រជាប្រដ្ឋខ្មែរចូលចិត្តណាស់អង្គុយបន់ស្រន់ចាំប្របាទធម្មឹកមកប៉ុន្តែគាត់អត់ព្រមធ្វើជាប្របាទធម្មឹកទេគាត់អត់ព្រមធ្វើជាប្របាទធម្មឹកទេអញ្ចឹងបានជាខ្ញុំចង់ហើយចង់ទៀតរុញប្រជាប្រដ្ឋឲ្យដើរក្នុងផ្លូវហ្នឹងអញ្ចឹងបានជាខំវែកឲ្យបងប្អូនយល់អំពីខ្លឹមសារពិតប្រាកដរបស់ជីវិតតើជីវិតគេប្រើដើម្បីអ្វីដូចខ្ញុំនិយាយខាងដើមអញ្ចឹងមានតែជីវិតដែលប្រើក្នុងន័យប្រឈមដើម្បីបម្រើមនោសញ្ចេតនា
នឹងដើម្បីបំរើឧត្តមកតេរបស់ខ្លួនទេដែលជីវិតមានឱកាសយ៉ាងពេញទំហឹងក្នុងការក្រេបរសជាតិជីវិតឥឡូវឧទាហរណ៍ប៉ុន្តែខ្ញុំនិយាយបែបហ្នឹងបងប្អូនបើបងប្អូនគិតអត់ឃើញណាខ្ញុំទៅផ្ទះវិញណាគំនិតបែបហ្នឹងណាបញ្ញាបែបហ្នឹងណាខ្ញុំខ្ចប់យកទៅផ្ទះខ្ញុំវិញណាប៉ុន្តែបើបងប្អូនគិតឃើញដោយខ្លួនឯងបញ្ញាហ្នឹងជាបញ្ញារបស់បងប្អូនហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាតថាគតមិនមែនហៅអ្នកមកជឿទេតថាគតហៅអ្នកមកស្ដាប់មកគិតមកត្រេះរិះមកពិចារណាតថាគតចង់ឲ្យអ្នកមានបញ្ញាតថាគតមានបញ្ញាហើយឥឡូវតថាគតចង់ផ្ទេរបញ្ញាឲ្យទៅអ្នកអញ្ចឹងបានខ្ញុំសង្កត់ហើយសង្កត់ទៀតបើបងប្អូនគិតអត់ឃើញដោយខ្លួនឯងទេណាបងប្អូនបញ្ញានឹងនៅតែជាបញ្ញារបស់ខ្ញុំដដែលខ្ញុំទៅផ្ទះវិញខ្ចប់យកទៅវិញអត់បានការអីទាំងអស់តម្រាំតែធ្វើឲ្យបងប្អូនគិតឃើញវាលំបាកមកលំដាប់ហើយប៉ុន្តែលំដាប់ទី2រឹតតែលំបាកទៀតពីការយល់ឃើញយកទៅធ្វើឲ្យជាទម្លាប់ផ្លូវចិត្តទៅអានោះរឹតតែលំបាកទៀតអានឹងគេហៅកែមនុស្សលំបាកណាស់ហ្នឹងលំបាកជាងជីកភ្នំលំបាកជាងបាចទឹកសមុទ្រទៅទៀតគ្រាន់តែធ្វើឲ្យបងប្អូនយល់លំបាកមកលំដាប់ប៉ុន្តែយល់ហើយចិត្តនៅដដែលអត់មានកែទេចិត្តហ្នឹងយូរណាស់ពិចារណាយូរណាស់បានធ្លាក់ទៅដល់ចិត្តពេលណាបងប្អូនធ្លាក់ទៅដល់ចិត្តហើយបងប្អូនសប្បាយចិត្តនឹងធ្វើមកលែងទៅជាគំនាបសម្រាប់បងប្អូនហើយការលះបង់ដើម្បីប្រយោជន៍អ្នកដទៃលែងជាការដាក់សម្ពាធលើផ្លូវចិត្តរបស់បងប្អូនតែជាការពេញចិត្តស្ម័គ្រចិត្តនឹងធ្វើដោយសប្បាយចិត្តឃើញអ្នកភូមិអ្នកស្រុកគេបានសេចក្តីសុខគេមានកៅភ្នែកភ្លឺថ្លាក្នុងក្រុមគ្រួសារគេដោយស្នាដៃរបស់យើងសប្បាយចិត្តអូយមហាសែនសប្បាយនេះហើយគឺជាតម្លៃពិតរបស់មនុស្សបើសិនណាជាបងប្អូនសម្រាប់ចិត្តថាទៅផ្លូវហ្នឹងហើយបងប្អូនចង់ធ្វើការងារបម្រើមនោសញ្ចេតនាបម្រើឧត្តមកតេរបស់ខ្លួននៅមានកតេមួយទៀតមិនទាន់ចប់ទេគេថាម៉េចទេចង់ជួយបូកជាមួយនឹងប្រភ្លើនាំទៅរកមហន្តរាយកុំភ្លេចណាចង់ជួយបូកជាមួយមិនដឹងជួយមិនប្រភ្លើអានឹងនាំទៅរកមហន្តរាយឃើញគេពោះធំឯងមិនឆ្មោះផងចង់ជួយសកត់ពោះបន្តិចអូសដៃបន្តិចអូសជើងកូនគេបន្តិចទាញចុះទាញឡើងងាប់កូនគេបាត់ចង់ជួយបូកជាមួយនឹងប្រភ្លើនាំទៅរកមហន្តរាយអញ្ចឹងពេលណាបងប្អូនមានមនោសញ្ចេតនាចង់ជួយមនុស្សហើយផ្ដល់បញ្ញានៃការពិចារណាដើម្បីឲ្យបងប្អូនមានភាពល្អិតល្អន់ច្បាស់លាស់ថាការងារដែលបងប្អូនចង់ជួយពិតជាបានសម្រេច 100% នេះគឺជាការពង្រីកលក្ខណៈខួរក្បាលរបស់មនុស្សគឺពង្រីកសមត្ថភាពនៃការវែកញែកបងប្អូនយកកតេមួយហ្នឹងទៅគិតត្រេះរិះពិចារណាចង់ជួយបូកជាមួយប្រភ្លើមិនដឹងធ្វើម៉េចប៉ុន្តែចង់ជួយណាប្រភ្លើអត់ដឹងធ្វើម៉េចអាហ្នឹងកុំជួយល្អជាងជួយបូកជាមួយមិនដឹងធ្វើម៉េចជួយមនុស្សច្រើនគ្រោះថ្នាក់មនុស្សច្រើនជួយមនុស្សតិចគ្រោះថ្នាក់មនុស្សតិចអញ្ចឹងបានខ្ញុំនិយាយថាបើបងប្អូនមានបំណងចង់ជួយមនុស្សហើយពង្រីកសមត្ថភាពនៃខួរក្បាលរបស់បងប្អូនដើម្បីឲ្យបងប្អូនច្បាស់លាស់ក្នុងចិត្តថាការជួយរបស់បងប្អូនពិតជាដល់គោលដៅ 100% តើត្រូវធ្វើម៉េចដើម្បីឲ្យបងប្អូនច្បាស់ថាគោលដៅរបស់បងប្អូនដែលចង់ជួយមនុស្សគឺជាគោលដៅប្រកបទៅដោយភាពប្រកបនិយមច្បាស់លាស់ល្អិតល្អន់អាចធ្វើទៅរួចឥឡូវយើងនិយាយពីជាក់ស្ដែងក្នុងប្រទេសយើងត្មងតើឧទាហរណ៍មួយជាក់ស្ដែងដែលជាស្ថានភាពរបស់ប្រទេសយើងត្បូងដៃបងប្អូនត្រូវរៀនវិភាគគ្រប់បែបយ៉ាងទាំងអស់បើបងប្អូនឃើញបញ្ហាមួយសូមកុំភ្លេចបងប្អូនត្រូវវិភាគរកប្រភពនៃបញ្ហាឲ្យឃើញបើកូនបងប្អូនឈឺហើយបងប្អូនកុំទៅរកពេទ្យដើម្បីទិញថ្នាំលេបភ្លាមប៉ុន្តែបងប្អូនទៅរកពេទ្យដើម្បីឲ្យវិភាគរោគសញ្ញារបស់កូនបងប្អូនឲ្យដឹងថាវាឈឺអីយកឈាមវាទៅមើលសិនទៅពិនិត្យឲ្យសពគ្រប់សិនទៅឲ្យដឹងថាវាឈឺអីមូលហេតុអាចឈឺក្បាលដឹងថាឈឺក្បាលប៉ុន្តែហេតុអីបើឈឺអាហ្នឹងអ្នកជួយគេត្រូវរៀនគិតបើមិនចឹងទេការជួយរបស់បងប្អូនជាមួយនឹងប្រភ្លើមិនដឹងជួយមិនងាប់គេអញ្ចឹងពេលដែលបងប្អូនចង់ជួយមនុស្សបងប្អូនត្រូវចេះរបៀបនៃការជួយច្បាស់លាស់ដើម្បីធានា 100% ក្នុងក្បាលរបស់បងប្អូនថាបងប្អូនពិតជាជួយគេទៅដល់គោលដៅមែនពេលឃើញមានបញ្ហាអ្វីមួយបងប្អូនត្រូវស្ទង់ទៅរកប្រភពនៃបញ្ហានោះឲ្យបានច្បាស់លាស់បើបងប្អូនមានកូនមួយហើយកូនកើតជំងឺបងប្អូនត្រូវស្ទង់ទៅរកជំងឺរបស់វាឲ្យច្បាស់លាស់វាឈឺក្បាលពិតហើយវាឈឺក្បាលបងប្អូនមិនបងប្អូនចង់ដាក់ថ្នាំឲ្យវាបាត់ឈឺក្បាលបងប្អូនអត់ទាន់ដឹងវាកើតជំងឺអីច្បាស់លាស់ប៉ុណ្ណឹងបានជាបណ្ដាលឲ្យវាឈឺក្បាលបងប្អូនត្រូវរករោគសញ្ញារបស់វាឲ្យច្បាស់លាស់ឥឡូវក្នុងសង្គមខ្មែររបស់យើងដំបូងដៃបំផុតណាបងប្អូនត្រូវទទួលស្គាល់ថាសង្គមខ្មែររបស់យើងមានបញ្ហាមែនអត់បើបងប្អូនយល់ថាអត់មានបញ្ហាអីទេអានឹងមិនបាច់មករកដុកទ័រព្យាបាលទេបើបងប្អូនអត់ឈឺប៉ុណ្ណឹងមករកដុកទ័រព្យាបាលអីអ្នកខ្លះគេថាម៉េចទេបានប៉ុណ្ណឹងហើយចាំប៉ុណ្ណាទៀតណា
ភាសាមួយហ្នឹងបញ្ជាក់ថាសង្គមអត់មានបញ្ហាទេដំបងដៃបំផុតបងប្អូនទៅមើលឃើញថាតើសង្គមរបស់បងប្អូនមានបញ្ហាអត់គ្រាន់តែបញ្ហាកប៉ិចកប៉ុកនៅស្រុកគេអាចទម្លាក់នាយករដ្ឋមន្ត្រីគេបានណាបងប្អូនដឹងភាសាតូចដែលបញ្ជាក់រឿងល្អិតប៉ុន្តែគេអាចធ្វើជានាយករដ្ឋមន្ត្រីបានដោយសាររឿងដែលគេមើលឃើញល្អិតគ្រាន់តែបន្តិចផងដឹងរឿងអីបងប្អូនអ្នកទៅឈរឈ្មោះបោះឆ្នោតណាជាបេក្ខជនប្រធានាធិបតីគាត់និយាយថាម៉េចគាត់ថាមានថ្ងៃមួយគាត់ទៅតាមភូមិតាមស្រុកក្មេងម្នាក់អាយុប្រហែលជា6 7ឆ្នាំដែលធម្មតាក្មេងអាយុប៉ុណ្ណឹងវាត្រូវទៅចូលសាលារៀនសោះនៅម៉ោងហ្នឹងប៉ុន្តែបងប្អូនជនរួមឈាមអ្នកគិតពិចារណាមើលជនជាតិដែលថ្លៃថ្នូរដូចយើងនេះអាចទទួលយកបានដែរឬទេក្មេងនេះគ្មានឱកាសចូលសាលាតសោះវាអោបចកេះម៉ែវាថឹកទៅរកស៊ីមួយម៉ែវាបងប្អូនពិចារណាមើលជនជាតិមួយដែលថ្លៃថ្នូរដូចជនជាតិយើងអាចបដ ாய் ឲ្យក្មេងមួយមានសភាពលក្ខណៈអញ្ចឹងបានដែរឬទេគ្រាន់តែរឿងមកករណីទូចបងគេយកមកធ្វើជាប្រធានបទដើម្បីជាប់ឆ្នោតធ្វើប្រធានាធិបតីបន្ទាប់មកទៀតថ្ងៃមួយខ្ញុំបានទៅពេទ្យខ្ញុំឃើញស្រីពោះធំគាត់ចូលទៅពេទ្យគេសួរទៅប្រជាពលរដ្ឋគេថាតើពលរដ្ឋដែលមានសេចក្តីថ្លៃថ្នូរដោយពលរដ្ឋយើងតើយើងអាចទ្រាំមើលរដ្ឋាភិបាលមួយមិនបានគិតគូរដល់ស្រីឆ្លងទន្លេទុកឲ្យស្រីឆ្លងទន្លេហ្នឹងចុកអានៀលប្រហែលជាកន្លះម៉ោងនៅខាងក្រៅពេទ្យតើពូជសាសន៍មួយដែលមានសេចក្តីថ្លៃថ្នូរដូចយើងអាចទទួលយករឿងហ្នឹងបានអត់គេសួរអញ្ចឹងករណីតូចតែពី3ករណីបងប្អូនគេយល់ថារដ្ឋាភិបាលចាស់នៅកើតគេដូរដាក់រដ្ឋាភិបាលថ្មីហើយមើលឯងវិញបងប្អូនមើលឯងវិញមើលអាកូនក្មេងទូខ្មៅឲ្យទឹកពេញមកប្រទេសវាត្រូវចូលសាលាសោះបងប្អូនអត់បានចូលសាលាទឹកធ្វើការងាររស់ស៊ីក្មេងខ្លះអាយុ7 8ឆ្នាំចេះបងសណាញ់ហើយស្លៀកខោស្រីវាកតាត់ហើយចេះបងសណាញ់ហើយអូក្មួយឲ្យក្មួយអាណាគេបង្កើតមកលើផែនដីរួចកវត្តចូលក្នុងផែនដីឲ្យក្មេងឯងរស់ស៊ីហ្នឹងវាគ្មានការទទួលខុសត្រូវអញ្ចឹងទាំងអស់ទាំងម៉ែឪក៏គ្មានការទទួលខុសត្រូវរដ្ឋាភិបាលក៏គ្មានការទទួលខុសត្រូវកូនក្មេងទៅសាលារៀនណាបងប្អូនផែន 20% ខ្ញុំមើលម៉ែ 20% អត់មានបាយជើងពាក់កូនម៉េចទូចអត់មានបាយជើងពាក់ខ្ញុំថាងាប់ហើយអាណាទ្រាំនៅបានបងប្អូនងាកទៅខាងពេទ្យងាកទៅខាងគ្រូបង្រៀនបើក្មេងពីថ្នាក់ទី1រហូតដល់ថ្នាក់ទី12ផងនេះអា12ថ្នាក់ហ្នឹងបងប្អូនណាដូចជាពេលវេលាធ្វើទនកម្មសម្រាប់ក្មេងអញ្ចឹងក្មេងច្រើនណាស់យំបងប្អូនវាអត់រៀនគួរគ្រូវាធ្វើបាបគ្នាទៅទាត់ម៉ោងទាត់ពេលជួនកាលដាក់ថាគ្នាទៅអត់ទាត់ម៉ោងទាត់ពេលរហូតដល់ដាក់គ្នាថាក្មេងពីលប្រចាំសាលាឯងជួនកាលកូនស្រីគេទៅទៀតដាក់ថាក្មេងពីលជើងកាងប្រចាំសាលាហេតុអីព្រោះអាក្មេងហ្នឹងវាព្រមទៀតគ្រូបន្ទុកថ្នាក់អញ្ចឹងហើយគ្រប់កន្លែងទាំងអស់បងប្អូនព្រមរួមកើត